ស្ដីបងប្អូនថ្ងៃនេះបានរៀបចំទៅចូលរួមពិធីជប់លៀងនៅសាលាបញ្ញសាស្ត្រចឹងបងប្អូនได้រងចាំការទស្សនាវីដេអូនេះខ្ញុំផងណាឥឡូវនេះខ្ញុំបានមកដល់សាលាហើយគេរៀបចំធ្វើបែបដូចជាអាហារប៊ូហ្វេចឹងណាចាសម្រាប់ឲ្យគ្រូនៅសាលាបញ្ញសាស្ត្រនឹងថ្ងៃជប់លៀងថ្ងៃចូលឆ្នាំបងប្អូនចាហើយនេះគឺសាលាបញ្ញសាស្ត្រនឹងឯងហើយខ្ញុំមកហ្នឹងអត់មានមនុស្សមកច្រើនថ្ងៃហ្នឹងដោយសារភ្លៀងដែរចឹងទៅអត់សូវមានមនុស្សមកច្រើនអត់សូវមានលោកគ្រូអ្នកគ្រូមកច្រើនទេចាហើយគេចាក់បាសចាក់អីរំបែបប្រជាប្រិយចាហើយមានបន្លែផ្លែឈើចាត្រីសាច់អីចឹងទៅបងប្អូនហើយគេឲ្យយើងចាអង្គុយញ៉ាំនៅកន្លែងទីធ្លាមុខសាលាហ្នឹងចាតិចតិចណាបងប្អូនហើយមានអារម្មណ៍ថាសប្បាយមែនតើប្លែកអញ្ចឹងណាខ្ញុំទៅតែបានចូលរួមលើកដំបូងនេះឯងបងប្អូនចាសប្បាយមែនតើហើយនាងខ្ញុំញ៉ាំយកចាននឹង3ចានបងប្អូនខុសគេខុសឯងទៅម្ដងយកម្ដងទៅ3ដងយកទាំង3ចានហើយញ៉ាំចាយូរជាងគេហើយចានច្រើនទៀតណាបងប្អូនព្រោះអីខ្ញុំដើរទៅហ្នឹងខ្ញុំនិយាយបានដើរទៅដោយសារកន្លែងយកមកហូបបាយហ្នឹងវាឆ្ងាយដែរចាចឹងខ្ញុំញ៉ាំផ្លែលឹកផ្លែឈើញ៉ាំសាច់ញ៉ាំប្រហិតញ៉ាំសាច់គោហើយនឹងចាបាយឆាសម្លគេហ្នឹងបងប្អូនប្រហិតហើយផ្លូវមាន់ផ្លូវអីហ្នឹងណាឆ្ងាញ់មែនទែនបងប្អូនហើយតែហ្នឹងមានអារម្មណ៍ថាសប្បាយមែនទែនហើយរៀងបំបត្តិ stress ទុកកង្វល់អីអស់ចឹងណាបងប្អូនហើយពេកយប់ឡើងហ្នឹងមានគេសប្បាយដែរតែសប្បាយបែបរ៉ូមែនទិកម្នាក់ឯងអត់សូវមានមិត្តភ័ក្តិអីទេបងប្អូនដោយសារតែមកចូលបរិញ្ញាអត់សូវស្គាល់គេចឹងណាចឹងហើយនេះខ្ញុំញ៉ាំមានសាច់គោអាំងមានប្រហិតចាមានភ្លាមានឆាអីចឹងបងប្អូនចាគេថាឆ្នាំនេះអត់សូវច្រើនដូចឆ្នាំមុនទេអរគុណចាបងប្អូនអរគុណដល់សាលាបញ្ញសាស្ត្រផង